យ៉ាងខ្លាំងហើយព្រួយពីរដងเช่นโหลបានបកប្រែថា Elder Dog និយាយថាគាត់ជាអ្នកចេញថ្លៃភេសជ្ជៈទាំងអស់នៅយប់នេះអ្នករាល់គ្នាអាចផឹកបានតាមចិត្តជាមួយនឹងពាក្យទាំងនេះហ្វូងមនុស្សបានផ្ទុះឡើងអរគុណ Elder Dog នៅម្ខាងទៀត Long Yu មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឮដំណឹងរបស់ Chen Lo គាត់បានសម្លាប់យេកោភ័យនិងហានយ៉ាហើយ Chen Lo នៅតែជ្រើសរើសមនុស្ស Long Yu គិតមួយសន្ទុះហើយសម្រេចចិត្តមកមើលពេលទៅដល់មូលដ្ឋានរបស់ពួកគេរឿងបំបងដែល Long Yu ត្រូវបានទាក់ទាញគឺក្លិនសាច់អាំងតើការចាត់ចែងនៅមូលដ្ឋានរបស់ពួកគេល្អបែបនេះឬប្រសិនបើយើងចូលរួមឥឡូវតើយើងក៏ទទួលបានសាច់អាំងណាំដែរឬទេ Long Yu បានឃើញក្តារជូនដំណឹងមួយគាត់បានចូលទៅចិត្តហើយភ្នែករបស់គាត់ភ្លឺនៅពេលគាត់អានយ៉ាងហោចក៏ level 3តឹងរឹងណាស់មិនមានមនុស្សច្រើនដែលបានដល់ដំណាក់កាលនេះហើយអ្នកត្រូវតែសម្លាប់ zombie យ៉ាងតិច2រាល់ថ្ងៃការសម្លាប់កាន់តែច្រើនមកជាមួយរង្វាន់ Long Yu យល់ព្រមយ៉ាងខ្លាំងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានមិនអនុញ្ញាតឲ្យមានការបំពានច្បាប់ឡើយអ្នកដែលបំពានច្បាប់នឹងត្រូវផ្តន្ទានាយ៉ាងធ្ងន់មិនដូចយាយកោភ័យដែលនឹងទទួលអ្នកណាក៏ដោយ Long Yu មានអារម្មណ៍ថាមូលដ្ឋាននេះគឺល្អណាស់ Long Yu សម្លឹងមើលទៅមនុស្សរបស់គាត់វិញប្រហែលពាក់កណ្ដាលនៃមនុស្សរបស់គាត់មិនទាន់ដល់ level 3នៅឡើយទេប្រសិនបើពួកគេចូលរួមពួកគេគួរតែចូលរួមជាមួយគ្នាពួកគេបានឆ្លងកាត់រឿងច្រើនជាមួយគាត់ហើយគាត់មិនអាចគ្រាន់តែទុកពួកគេចោលបែបនេះបានបន្ទាប់ពីគិតរួច Long Yu បានខ្ទឹមធ្មេញហើយដើរទៅសួរថាបងប្អូនឈ្មោះរបស់ខ្ញុំគឺ Long Yu ហើយខ្ញុំជាអ្នកប្រើប្រាស់សមត្ថភាពពិសេស level 4តើអ្នកអាចជួយផ្ញើសារទៅមេដឹកនាំរបស់អ្នកបានទេនៅម្ខាងទៀត Chen Lo សម្លឹងមើល Thunder King ហើយនិយាយថាមើលវិក័យប័ត្រយើងបានប្រើប្រាស់ភេសជ្ជៈសរុបទាំងអស់1568ដបនោះមានន័យថាបន្ទុករបស់ឯងឥឡូវគឺអវិជ្ជមាន1568គួរតែខិតខំធ្វើការទៅអឆ្កែឮបែបនេះ Thunder King ស្រឡាំងកាំងភ្លាមគាត់បានចាយវាយបន្ទូរបស់គាត់ទាំងអស់សម្រាប់តំណែង Elder ក្នុងពេលតែមួយគ្រាន់តែពេលនោះឆិនគួងស្រាប់តែនិយាយចូលក្នុងវិទ្យុតាក់ទងថាបងប្រុសឆិនមានក្រុមមនុស្សនៅខាងក្រៅចង់ចូលរួមជាមួយយើងអ្នកដែលដឹកនាំពួកគេឈ្មោះ Long Yu គាត់គឺជា level 4ប៉ុន្តែមនុស្ស4នាក់នៅក្នុងក្រុមរបស់ពួកគេគឺ level 2ពួកគេនិយាយថាពួកគេចង់និយាយជាមួយយើងពេលលីដូចនេះ Chen Lo បានរត់យ៉ាងរំភើយទៅការិយាល័យជ្រើសរើសបុគ្គលិកបន្ទាប់ពីយល់ច្បាស់ពីតម្រូវការរបស់ Long Yu ហើយChen Lo បាននិយាយថាគាត់អាចទទួលពួកគេបានប៉ុន្តែហេតុអ្វីបានជាអ្នកចង់ចូលរួមជាមួយយើងដោយសារតែទស្សនវិជ្ជាគ្រប់គ្រងរបស់អ្នកស្របជាមួយខ្ញុំចង់សម្អាត zombies ទាំងអស់ហើយ star ពិភពលោកឲ្យដូចដើមវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានពេលឮដូចនេះ Chen Lo មានការភ្ញាក់រលឹកប៉ុន្តែអ្នកមិនអាចគ្រាន់តែសម្លាប់ zombies ទាំងអស់បានដោយសារតែអ្នកចង់នោះទេគិតអំពីរឿងនេះChen Lo បានសួរគាត់ថាគាត់មានសមត្ថភាពអ្វីនៅពេលនេះ Long Yu ឆ្លើយថាខ្ញុំអាចគ្រប់គ្រងលោហៈថាមពលវាយលុករបស់ខ្ញុំគឺមធ្យមប៉ុន្តែខ្ញុំអាចធ្វើឲ្យរាងកាយរបស់ខ្ញុំក្លាយជាលោហៈការការពាររាងកាយរបស់ខ្ញុំគឺខ្លាំងណាស់ហើយកម្លាំងរបស់ខ្ញុំក៏មិនខ្សោយដែរឮដូចនេះ Chen Lo ទប់សំណាយមិនបានក្មេងប្រុសតែកុសលរបស់អ្នកមិនសមតាត្រឹមតែធ្វើឲ្យរាងកាយក្លាយជាលោហៈនោះទេ Chen Lo សើចខ្លាំងណាស់ឲ្យខ្ញុំសាកមើល Long Yu លាតដៃដោយទំនុកចិត្តមកចុះ Chen Lo បានសាកថាមពលដៃស្ដាំរបស់គាត់ហើយបន្ទាប់មកបានដាល់មួយដៃចំទ្រូង Long Yu ត្រូវបានរុញថយក្រោយ2ម៉ែត្រ Long Yu មានការភ្ញាក់ផ្អើលជាធម្មតាខ្ញុំមិនមានអារម្មណ៍អ្វីទេពេលអ្នកប្រើប្រាស់សមត្ថភាព level 3 វាយខ្ញុំប៉ុន្តែគាត់ប្រើតែមួយដៃប៉ុណ្ណោះ Chen Lo ក្រវីក្បាលខ្ញុំប្រើកម្លាំងតែ 50% ប៉ុណ្ណោះបន្ទាប់មក Chen Lo បានយកបំពង់ដែកមួយចេញមកហើយពន្យល់ថា Long Yu តាមពិតខ្ញុំធ្លាប់ឃើញអ្នកប្រើប្រាស់សមត្ថភាពលោហៈម្នាក់ដែលអាចរំលាយលោហៈផ្សំវាឡើងវិញនិងរៀងវាទៅជាទម្រង់ផ្សេងដែលធ្វើឲ្យពួកវាកាន់តែរឹងមាំនិងមុតស្រួចខ្ញុំបានសាកល្បងវាហើយខ្ញុំក៏អាចធ្វើវាបានដែរ Long Yu និយាយ Chen Lo ក្រវីក្បាលហើយនិយាយថាអ្វីដែលខ្ញុំចង់បានមិនមែនឲ្យអ្នកផ្លាស់ប្ដូររូបរាងរបស់លោហៈទេប៉ុន្តែគឺព្យាយាមប្រែក្លាយវាទៅជាមាសនេះគឺជាចិញ្ចៀនមាសមួយស្វែងយល់ពីរចនាសម្ព័ន្ធអាតូមនៃមាសហើយសាកល្បងមើលបន្ទាប់ពីការរំលឹករបស់ Chen Lo Long Yu បានសាកល្បងវាតាមរបៀបដែលគាត់បានណែនាំហើយមានការទុក slot ដែលឃើញថាគាត់ពិតជាបានជោគជ័យសម្លឹងមើលមុខដែលស្រឡាំងកាំងរបស់ Long Yu Chen Lo បានបន្តថារយៈពេលខ្លីសម្រាប់ការបំផ្លាញលោហៈគឺដោយសារតែកម្រិតទាបរបស់អ្នក
នៅពេលអ្នកឡើងកម្រិតអ្នកនឹងអាចផ្លាស់ប្ដូរលោហៈជារៀងរហូតតើឥឡូវនេះអ្នកយល់ពីតម្លៃពិតរបស់អ្នកហើយឬនៅអ្នកអាចរៀបចំរចនាសម្ព័ន្ធលោហៈឡើងវិញបង្កើតអាវុធមិនធម្មតាធ្វើជាបរិការតើវាមិនខ្លាំងជាងការប្រយុទ្ធនៅជួរភពណាខ្លួនឯងទេឬឡណាឡងយូស្វាគមន៍មកកាន់ក្រុមតើអ្នកបានញ៉ាំអាហារពេលល្ងាចហើយឬនៅយើងកំពុងប្រារព្ធពិធីសាច់អាំងចូលមកឈុតឆាកបានផ្លាស់ប្ដូរបងស្រីរបស់ម៉ែងអ៊ីនតែត្រូវបានឈិនឡូចាប់ជំរិតពីមុនបានរកឃើញមូលដ្ឋានរបស់ឈិនឡូដោយប្រាយធម្មពលមើលមិនឃើញរបស់នាងបានលួចចូលទៅក្នុងបរិវេណរបស់ឈិនឡូម៉ែងយើងមិនត្រូវបានគេធ្វើបាបទេប៉ុន្តែកំពុងញ៉ាំមាន់បំពង់យ៉ាងឆ្ងាញ់ខ្ញុំបារម្ភពីឯងណាព្យាយាមរកឯងស្ទើរស្លាប់ខ្ញុំដាច់ពោះអស់ជារៀងថ្ងៃហើយឯងនៅទីនេះកំពុងញ៉ាំមាន់បំពង់យ៉ាងសប្បាយរីករាយនិយាយបែបនេះឆាវអ៊ីសម្លឹងមើលនាងដោយគូអាល់អានហាត់នេះធ្វើឲ្យម៉ែងអ៊ីនមានអារម្មណ៍ខ្មាត់អៀនបន្តិចនៅពេលនេះ Thunder King ដែលកំពុងដើរលបលត់នៅខាងក្រោយស្រាប់តែឮសំឡេងពីខាងក្នុងវាដឹងថាមាននរណាម្នាក់បានលួចចូលហើយប្រញាប់ទៅប្រាប់ឈិនឡូពេលឮដំណឹងនេះបានរត់មកទាំងជេតើឆ្មាទាំងនេះកំពុងធ្វើអ្វីតើនរណាម្នាក់អាចលួចចូលដោយបែបណាម៉ែងអ៊ីនជីក្តីសង្ឃឹមអនាគតសម្រាប់ការដំណុករបស់ខ្ញុំនាងមិនអាចមានបញ្ហាទេទម្លុះទ្វារចូលឈិនឡូស្រែកថាតើអ្នកជីនណាតើអ្នកចូលមកទីនេះដោយរបៀបណាឮដូចនេះម៉ែងអ៊ីនបានបញ្យល់យ៉ាងប្រញាប់ថានាងជាមិត្តរបស់ខ្ញុំនាងអាចខ្លាយជាមើលមិនឃើញនាងបានលួចចូលឮដូចនេះឈិនឡូដកដង្ហើមធំដោយធូរស្រាលដោយគិតខឹងចិត្តថាអញ្ចឹងតើជាមិត្តរបស់នាងខ្ញុំស្មានថានាងនរណាម្នាក់បានលួចចូលដើម្បីធ្វើបាបនាងប៉ុន្តែទេពកោសលដ៏កម្រើបែបនេះត្រូវតែជ្រើសរើសដូច្នេះឈិនឡូនិយាយថាវាគ្រោះថ្នាក់ណាស់សម្រាប់ក្មេងស្រីដូចម៉ែងអ៊ីនខឹងខាននៅខាងក្រៅនោះហើយជាមូលហេតុដែលឃឹមនាំនាងមកវិញសុំទោសដែលធ្វើឲ្យអ្នកព្រួយប្រមាប់មើលចោះនាងញ៉ាំបានល្អនៅទីនេះរស់នៅបានល្អជាងអ្នកទៅទៀតប្រសិនបើអ្នកគ្មានកន្លែងទៅអ្នកក៏អាចស្នាក់នៅទីនេះបានដែរយើងមានស្ត្រីជាច្រើននៅទីនេះវាជាការប្រសើរដែលមានគ្រាយើងមានទឹកភ្លើងនិងមិនខ្វះអាហារដែរឬដូចនេះសៀវយូមានការចាប់អារម្មណ៍ខ្លះដូច្នេះនាងក៏សួរឆាន់ឡូថាប្រសិនបើខ្ញុំស្នាក់នៅតើខ្ញុំត្រូវធ្វើអ្វីឆាន់ឡូឆ្លើយតបថាប្រើជំនាញមើលមិនឃើញរបស់អ្នកដើម្បីទៅខាងក្រៅហើយជួយខ្ញុំស្វែងរក zombie ដែលផ្លាស់ប្ដូរតើពួកវាជា zombie ដែលមានឥទ្ធិពលដែលស្ថិតក្នុងកម្រិតខប់ទៀមសន្លោះពី zombie ធម្មតាមែនទេមិនអ្នកធ្លាប់ជួប zombie បែបនេះឬសៀវយូងក់ក្បាលកង្ហាន់ថានាងទើបតែបានឆ្លងកាត់មួយនៅតាមផ្លូវនាងបានឃើញ zombie ងាប់មួយប៉ុន្តែរាងកាយនិងជំវិញរបស់វាត្រូវបានគ្របដណ្ដប់ដោយទឹកកកដែលមិនរលាយវាខុសគ្នាទាំងស្រុងពី zombie ធម្មតាដូច្នេះនាងមិនហ៊ានចូលទៅជិតវាគ្រីស្តាល់នៅតែលឺវាឬដូចនេះឆាន់ឡូមានចម្លើយភ្លាមមើលទៅមាន mutants កម្រិតខ្ពស់កំពុងប្រយុទ្ធគ្នាដណ្ដើមទឹកដីនៃជុំវិញនោះដូច្នេះឆាន់ឡូបានយកទីតាំងពីនាងហើយត្រៀមខ្លួនទៅមើលនៅពេលព្រលឹមនៅព្រឹកបន្ទាប់គ្រាន់តែឆាន់ឡូហ៊ីបនឹងចេញដំណើរគាត់ត្រូវបានខាត់ដោយសៅហាយដែលមកដល់យ៉ាងប្រញាប់ប្រញាល់ដែលប្រាប់គាត់ឲ្យរត់យកព្រះអាយុអំបានមិញនេះគ្រាមបានឃើញ zombie ដែលនៅចម្ងាយ100ម៉ែត្រប៉ុន្តែមួយប៉ព្រិចភ្នែកវាបាន teleport មកក្បែរមនុស្សរបស់ខ្ញុំ zombie នោះបានភ្លុំខ្យល់មួយដង្ហើមហើយសម្លាប់ពួកគេកម្លាំងរបស់វាខ្លាំងមិនគួរឲ្យជឿហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺល្បឿនរបស់វាដាវខ្យល់ដែលវាបង្កើតគ្មាននរណាម្នាក់អាចគេតបានទេឬដូចនេះឈិនឡូដឹងថាវាអាចជា zombie ផ្លាស់ប្ដូរកម្រិតខ្ពស់ដែលសៀវយូបានឃើញគ្រាន់តែឈិនឡូកំពុងពិចារណាថាតើគួរដឹកនាំក្រុមទៅដោះស្រាយជាមួយ zombie នោះឬអត់ស្រាប់តែ Rice ដើរមកហើយប្រាប់ឈិនឡូថាឈិនឡូអ្នកប្រហែលជាចប់ហើយឬដូចនេះឈិនឡូតក់ស្លុតដូច្នេះគាត់ក៏នាំ Rice ទៅមុខមកខាងភ្លាម Rice ភ្ជង់អារម្មណ៍ហើយដឹងឲ្យបានច្បាស់បន្ទាប់ពីការដឹងយ៉ាងលម្អិត Rice បានពន្យល់ថាខ្ញុំមានអារម្មណ៍ថាអ្នកជិតស្លាប់ហើយទោះបីជាវាមានគ្រោះថ្នាក់ខ្លាំងក៏ដោយហាក់ដូចជាមានអត្ថប្រយោជន៍យ៉ាងធំធេងឬដូចនេះឈិនឡូអស់និយាយវិនិច្ឆ័យហើយអញ្ចឹង zombie ផ្លាស់ប្ដូរកម្រិតខ្ពស់ដែលបានប្រង្ហែនខ្លួននោះពិតជាកំពុងកំណត់គោលដៅលើខ្ញុំឬយោងតាមអ្វីដែលចៅហាយទើបតែបានរៀបរាប់វាអាច teleport បាន100ម៉ែត្រភ្លាមយ៉ាងហោចណាស់វាជា mutant ធាតុខ្យល់ level 7ប្រសិនបើខ្ញុំមិនច្រឡំទេមិនគួរមាន zombie level 7បង្ហាញខ្លួននៅចំណុចនេះទេនៅក្នុងជីវិតមុនរបស់ខ្ញុំតើវាអាចជាអតិពលមេអំបៅដែលបណ្ដាលមកពីការបង្ហាញខ្លួនរបស់ខ្ញុំឬហើយតើអត្ថប្រយោជន៍ដ៏រង្គោះរង្គើផែនដីនេះជាអ្វីវាប្រហែលជាមិនមែនជា crystal level 7ទេមែនទេទោះបីជាវាកំក៏ដោយវាមិនមែនជាការភ្ញាក់រំដ៏ធំសម្រាប់ខ្ញុំទេបន្ថែមនឹងគំនិតនោះឈិនឡូបានសួរ Rice ថាតើមីលីងនិងមីលីមានគ្រោះថ្នាក់ទេ Rice បានបង្ហាញថាពួកគេមិនអីទេចៅហាយសុងលីងនិងអ្នកផ្សេងទៀតកំពុងអង្គុយនៅតាមផ្លូវជុបីមួយដង្ហើមហើយមួយដង្ហើមទៀតគ្រាន់តែពេលនោះឈិនឡូបានបង្ហាញខ្លួននៅចករខួរដាក់កាន់ Rice បងប្រុសឈិនគិតមិនដែរតែញ៉ាំគួរផ្លាស់ទីភ្លាមទេឈិនឡូក្រវីក្បាលបង្ហាញថាមិនចាំបាច់ទេពួកឯងអាចស្នាក់នៅទីនេះសិនចុះចំពោះខ្មោចឆៅនោះមិនបាច់បារម្ភទេខ្ញុំនឹងទៅមើលវាចៅហាយនឹងសុងលឹងស្រឡាំងកាំងតើនោះមិនក្លាហានពេកទេឬភ្លាមនោះមីលីងមីលីនិងអ្នកផ្សេងទៀតដែលបានចេញទៅសម្រាប់ខ្មោចឆៅបានត្រឡប់មកវិញទាំងជជែកគ្នាលេងសើចសប្បាយ
ពួកគេទើបតែឈានជើងចូលក្នុងមូលដ្ឋានស្រាប់តែបរិវេក្មេងម្នាក់ដែលខ្លួនប្រឡាក់ដោយឈាមនិងគ្របដណ្ដប់ដោយខ្យល់បានដើរតម្រង់ទៅវីឡាគេសម្លឹងមើលមីលីងនិងមីលីដោយការចាប់អារម្មណ៍ពួកអ្នកយាមដែលកំពុងបំពេញកាតព្វកិច្ចឃើញរូបរាងប្រឡាក់ឈាមរបស់គេក៏ស្រែកសួរថាឯងជានរណាឯងកំពុងធ្វើអ្វីបរិវេក្មេងនោះញញឹមយ៉ាងត្រជាក់ដោយមិនឆ្លើយតបចំពោះសំឡេង voice បាតដៃដ៏ខ្មៅងងឹតរបស់គេបានបក់ទៅកាន់អ្នកយាមទ្វារខ្យល់ដ៏មុតស្រួយបានបោកទៅលើពួកគេភ្លាមៗមីលីងមីលីនិងស៊ូដាជូបានឮសំឡេងរំខានក៏ងាកក្រោយវិញឃើញពួកអ្នកយាមត្រូវបានសម្លាប់ភ្លាមៗឆាន់ឡដែលបានប្រញាប់ប្រញាល់មកដល់ក៏បានឃើញហេតុការណ៍នេះដែរគេក៏ប្រកាស Sword of the Void ភ្លាមៗនិងកាប់ទៅលើខ្នងរបស់ខ្មៅងងឹតនោះនឹកស្មានមិនដល់ Sword of the Void មិនអាចទម្លាក់ការការពាររបស់វាបានទេធ្វើឲ្យមុខរបស់ឆាន់ឡប្រែប្រួលយ៉ាងខ្លាំងតើវាជា level 8 ឬ level 9 ខ្មៅឆាងធាតខ្យល់នោះបានងើបឡើងវិញយ៉ាងលឿននិងតែដៃទៅលើដៃរបស់ឆាន់ឡធ្វើឲ្យគេប៉ាងទៅបុកនឹងដីខ្មៅឆៅនោះសម្លឹងមើលឆាន់ឡយ៉ាងមើលងាយនិងបន្តដាវទៅរកមីលីងនិងមីលីដោយក្តាប់ដៃរបស់គេនឹងមិនខ្វល់ពីការឈឺចាប់ឆាន់ឡគិតថាជំរឿតែមួយគត់គឺប្រើ Void Walking ដើម្បីរត់គេចជាមួយពួកគេទោះជាយ៉ាងណាក៏ដោយគេមិនទាន់ស្ទាត់ជំនាញក្នុងការប្រើ Void Walking ជាមួយអាផ្សៀងទៀតនោះឡើយវាជាការប្រថុយដែលគេត្រូវតែធ្វើឆាន់ឡូបានផ្លាស់ទីភ្លាមទៅក្បែរអ្នកទាំង3ដោយឡោមព័ទ្ធពួកគេប៉ុន្តែមានតែរូបគេប៉ុណ្ណោះដែលបាត់ខ្លួនអ្នកផ្សេងទៀតនៅតែនៅកន្លែងដដែលគ្រាន់តែដៃរបស់ខ្មោចឆៅធាតខ្យល់ហៀបនឹងចាប់ករបស់មីលីភ្លាមឆាន់ឡូបានប្រើ Void Walking ដើម្បីបង្ហាញខ្លួននៅពីមុខនាងដោយរៀបរៀងការវាយប្រហារនោះនៅសល់ជំរឿសតែមួយគត់គឺឲ្យអា mutants នេះងាប់ភ្លាមនៅពេលអាយុកាលរបស់វាអស់ឆាន់ឡូស្រែកជ្រុងចិត្តងាប់ទៅដោយសារតែអារម្មណ៍រំជើបរំជួលរបស់ឆាន់ឡូគ្រីស្តាល់នៅក្នុងខួរក្បាលរបស់គេបានឆ្លងកាត់ការផ្លាស់ប្ដូរដ៏អាថ៌កំបាំងខ្មោចឆៅធាតខ្យល់នោះស្រាប់តែហាក់ដូចជាត្រូវបានពន្លឿនពេលវេលាទៅមុខក្នុងមួយវិនាទីបន្ទាប់វាបានដួលរលំរឹងស្ទោកនិងស្លាប់គ្រីស្តាល់នៅក្នុងខួរក្បាលរបស់ឆាន់ឡូបានប្រើប្រាស់ធម៌ពលទាំងអស់ក្នុងមួយពព្រិចភេកស្ទើរតែបែកខ្ទេកគេបានដួលសន្លប់ហើយការមើលឃើញរបស់គេប្រែជាងងឹតមីលីយំខណៈពេលដែលនាងប្រើវេទមន្តព្យាបាលលើឆាន់ឡូមីលីងបានបញ្ជាឲ្យស៊ូដាជូបិទទ្វារឲ្យជិតរហូតដល់ឆាន់ឡូភ្ញាក់ឡើងគឺមាននរណាម្នាក់អាចឆាកចេញបានទេយើងនឹងការពារមូលដ្ឋាននេះនាងបានបញ្ជានៅពេលនោះ Thunder King បានស្រែកយ៉ាងខឹងសម្បាថាតើពួកឯងបណ្ដោយឲ្យរនីកើតឡើងចំពោះចៅហ្វាបានយ៉ាងដូចម្ដេចហេតុអ្វីបានជាមានតែគាត់ដែលរងគ្រោះទោះបីជាមានការព្រួយបារម្ភយ៉ាងណាក៏ដោយ Rice បានព្យាយាមលួងលោមគេកុំបារម្ភ Kim បានកំណត់រួចហើយថានឹងមានរឿងការឡើងចំពោះគាត់នឹងមិនស្លាប់ទេផ្ទុយទៅវិញនឹងមានអត្ថប្រយោជន៍យ៉ាងធំធេងប៉ុន្តែគ្មាននរណាម្នាក់ជឿគេធ្វើឲ្យ Rice និយាយមិនចាញ់ខ្ញុំបានប្រាប់ថាគាត់នឹងមិនអីទេហើយថានឹងមានអត្ថប្រយោជន៍ហេតុអ្វីបានជាគ្មាននរណាម្នាក់ជឿខ្ញុំពីថ្ងៃក្រោយមកចិនឡូបានភ្ញាក់ឡើងក្នុងស្ថានភាពវាលវល់ហើយស្រាប់តែដឹងថាគេបានដាស់សមត្ថភាពពិសេសទី2គឺជាសមត្ថភាពតាក់ទងទៅនឹងពេលវេលាដ៏គួរឲ្យភ័យខ្វាតគេមិនអាចជឿបានទេអស់រយៈពេលយូរសមត្ថភាពពិសេសទី2របស់ខ្លួនជាប្រភេទពេលវេលាឬនៅក្នុងជីវិតមុនរបស់គេឆេនលួធ្លាប់បានជួបមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពតាក់ទងនឹងពេលវេលាហើយគេបានឃើញភាពគួរឲ្យភ័យខ្លាចរបស់វាគឺជាថាវពលដ៏អស្ចារ្យជាមួយនឹងគំនិតនេះចិត្តរបស់ឆេនលួចាប់ផ្ដើមនឹកឃើញដល់អ្នកប្រើប្រាស់ពេលវេលាតែមួយគត់ដែលគេបានជួបក្នុងជីវិតមុននៅក្នុងជីវិតមុនរបស់ខ្ញុំធ្លាប់លួចចូលទៅក្នុងមូលដ្ឋានរបស់មីលីងដើម្បីលួចបន្លែប៉ុន្តែម្ដងនោះខ្ញុំបានជួបប្រទះនឹងថាមពលដែលមិនអាចបញ្យល់បានមិនត្រឹមតែសមត្ថភាពរបស់ខ្ញុំមិនឆ្លើយតបទេប៉ុន្តែរាងកាយរបស់ខ្ញុំក៏បានធ្វើឲ្យកាំងផងដែរនោះគឺជាពេលដែលខ្ញុំត្រូវបានមីលីងទាត់ហើយមនុស្សនោះគឺចាំងឈុកសៀទោះបីជានាងអាចប្រើជំនាញបញ្ឈប់ពេលវេលាបានតែមួយក៏ដោយសមត្ថភាពនោះគឺគួរឲ្យភ័យខ្លាចខ្លាំងណាស់ស្ទើរតែដូចវេទមន្តបន្ទាប់ពីចាំងឈុកសៀបានស្លាប់នៅក្នុងជីវិតមុនរបស់ខ្ញុំបានយកសាកសពរបស់នាងពីសត្វចម្លែកហើយដាក់វានៅក្នុងវិមាត្រលំហប៉ុន្តែខ្ញុំមិនដែលស្រូបយកគ្រីស្តាល់របស់នាងទេនៅពេលនោះហើយមិនអីទេលើកនេះខ្ញុំស្ទើរតែធ្វើឲ្យគ្រីស្តាល់ខ្លួនឯងបែកទៅហើយវានឹងមិនអាចងើបឡើងវិញបានទេយ៉ាងហោចណាស់3ខែឆេនលួដែលនៅតែងឿងឆ្ងល់បានងាកទៅមីលីហើយសួរថាតើគ្រីស្តាល់ពី Mutant នោះត្រូវបានយកមកវិញទេមីលីបានហៅគ្រីស្តាល់ពណ៌ផាក់ឈូកមួយដែលធ្វើឲ្យឆេនលួខកចិត្តបន្ទាប់ពីឆ្លងកាត់បញ្ហាទាំងអស់នោះហើយស្ទើរតែបាត់បង់ជីវិតវាគ្រាន់តែជាគ្រីស្តាល់កម្រិតទី8ប៉ុណ្ណោះខ្ញុំមិនអាចសម្បីតែស្រូបយកវាឥឡូវនេះវានឹងចំណាយពេលយ៉ាងហោចណាស់1ខែមុនពេលខ្ញុំអាចធ្វើវាបានជាមួយនឹងគំនិតនេះគេបានសម្រេចចិត្តកដោគ្រីស្តាល់នោះទៅឲ្យ Thunder King ដើម្បីដំឡើងកម្រិតគេទៅ level 5ជាមុនសិនវានឹងធ្វើឲ្យគេមានសមត្ថភាពការពារមូលដ្ឋានហើយតំបន់ជុំវិញខណៈពេលដែលឆេនលួព្យាបាលរបួសទោះយ៉ាងណាក៏ដោយ Thunder King បានបដិសេធដោយផ្ទាល់ដោយនិយាយថា
ឆ្កែមិនចង់បានទេវានឹងធ្វើឲ្យឆ្កែជំពាក់បណ្ណោះឆែនលួសោយហើយនិយាយថាកុំបារម្ភទេខ្ញុំនឹងមិនកាត់ពីនុតឯងទេប្រសិនបើឯងឈានដល់ level 5 មុនមិនត្រឹមតែខ្ញុំមិនកាត់ពីនុតឯងទេខ្ញុំថែមតាមរង្វាន់ឯង500ពីនុតទៀតផងយល់ព្រមទេមួយវិនាទីក្រោយមក Thunder King បានខំគ្រីស្តាល់នោះនៅក្នុងមាត់បើចៅហ្វាយនិយាយអញ្ចឹងឆ្កែមិនមានបញ្ហាទេបន្ទាប់មកឆាន់លួបានណែនាំ Thunder King ឲ្យប្រាប់ Rice តាក់ទង Mealing និងប្រាប់ញាក់រាល់គ្នាថាគេមិនអីទេប្រាប់ពួកគេឲ្យញ៉ាំសាច់គោនិងសាច់ចៀមដោយសេរីសម្រាប់រយៈពេល3ថ្ងៃបន្ទាប់ដើម្បីអបអរសាទរគេបានបន្ថែម Thunder King ព្រោះស្ពីដាងដើម្បីបញ្ជាក់ថាបានយល់ស្របពេលជាមួយគ្នានោះនៅកន្លែងផ្សេងមនុស្សម្នាក់ដែលជិះដំរីបានខ្វាត់ក្រុមមនុស្សមួយក្រុមផ្លូវនេះជារបស់ខ្ញុំដើមឈើនេះជារបស់ខ្ញុំបើចង់ឆ្លងកាត់ត្រូវបង់ថ្លៃសេវាទុកអាហារទាំងអស់នៅទីនេះបើមិនដូច្នេះទេកុំបន្ទោសខ្ញុំថាគ្មានមេត្តាប្រឈមមុខនឹងការគំរាមកំហែងពីដំរីមនុស្សទាំងនោះបានតបវិញយ៉ាងខ្លាំងថាឯងមានអ្វីអស្ចារ្យឯងមិនខ្លាំងដូចឆ្កែមុខក្បាលផងខ្ញុំធានាបើឯងហ៊ានប្រឆាំងនឹងវាឯងនឹងមិនដឹងថាខ្លួនឯងស្លាប់ដោយរបៀបណាផងស្អីគេនៅពេលឮពាក្យទាំងនេះមុខរបស់អានឈិនប្រែជីខ្មៅងងឹតដោយមិនជឿថាឆ្កែមួយក្បាលអាចកប់ឆាដល់លឹងនេះជាការដំរីឯងដឹងទេវាធំជាងឆ្កែរាប់សិបដងតើឆ្កែអាចកាចជាងវាបានដោយរបៀបណាលើពីនេះខ្ញុំគឺជាអ្នកប្រើប្រាស់ធាតុធម្មជាតិ level 3ដែលមានសមត្ថភាពបង្កើនសមត្ថភាពរបស់ដំរីទើបតែម្សិលមិញដំរីនេះបានឈានដល់ level 4អ្នកប្រើប្រាស់ធាតុ level 4ណាក៏មិនអាចតទល់នឹងវាបានដែរគិតបែបនេះអានឈិនបានដឹកនាំកូនចៅរបស់គេឈោះទៅមូលដ្ឋានរបស់ចិនលួភ្លាមៗដើម្បីប្រឈមមុខនឹង Thunder King និងបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅពេលអានឈិនចាក់ជិនចចកពណ៌សនិងចចកពណ៌ប្រប៉េះមួយក្បាលកំពុងមើលគេពីក្នុងស្រមោលភ្នែករបស់ពួកវាពោពេញដោយការសង្សឹកយ៉ាងត្រជាក់នោះគឺដោយសារតែអានឈិនបានសម្លឹងនឹងស៊ីមិត្តភាពរបស់ពួកវាចចកគឺជាសត្វដែលមានគំនុំខ្លាំងមិនយូរប៉ុន្មានអានឈិននិងដំរីរបស់គេបានមកដល់មូលដ្ឋានរបស់ចិនលួដែលធ្វើឲ្យអ្នករាល់គ្នាប្រុងរយ៉ាព្រាមនៅពេលឃើញបែបនេះចិនលួគិតថាតើនេះអាចជាស្ដេចដំរីអានឈិនដែរឬទេគេពិតជាល្បីល្បាញណាស់នៅក្នុងជីវិតមុនរបស់ខ្ញុំភាគច្រើនដោយសារតែដំរីរបស់គេពិតជាខ្លាំងមែនទែនបន្ទាប់ពីទទួលបានការជំរុញពីអានឈិនវាស្ទើរតែមិនអាចយកឈ្នះបាននៅកម្រិតដូចគ្នាអានឈិនត្រូវបានក្បត់ដល់កូនចៅរបស់ខ្លួនឯងហើយស្លាប់ដំរីរបស់គេបានរត់ពេញទីក្រុងបន្ទាប់ពីបាត់បង់ម្ចាស់ដោយសម្លាប់រាល់គ្នាដែលវាឃើញរហូតដល់វាត្រូវបានសម្លាប់ដោយមីលីងរឿងនេះបានគួរឲ្យឈិនឡូចាប់អារម្មណ៍ដែលចំសំងំខ្លួនក្នុងអំឡុងពេលព្យាបាលរបួសហាក់ដូចជាគេបានរកឃើញអ្វីដែលគួរឲ្យសម្រាប់ដំណេកកំដរពេលវេលាហើយអានឈិនជីកដំរីរបស់គេហើយផ្ញើខ្លួននៅចំពោះមុខអ្នករាល់គ្នាដោយអាកប្បកិរិយាមើលងាយអ្នកនាងខ្ញុំបានឮថាអ្នកមានឆ្កាដ៏អស្ចារ្យមួយក្បាលនៅទីនេះតើវាជា A Golden Fur នៅចំពោះមុខខ្ញុំនេះមែនទេក្លាហានគ្រាន់បើឬបែបនេះទាំងមីលីងនិងមីលីសឡាំងកាំង Thunder King ខឹងយ៉ាងខ្លាំងឯងមិនខ្វល់ពីខ្ញុំដោយសារតែខ្ញុំតូចជាងមែនទេឯងមើលងាយខ្ញុំពេកហើយអាមនុស្សអាក្រក់ Golden Fur កាន់តែច្របួចច្របល់នឹងភ័យខ្លាចនៅពេលដែលដំរីដ៏ធំដើរចូលមកជិតធ្វើឲ្យវាក្រាបនៅនឹងកម្លែងញ័រខ្លួនដោយការភ័យខ្លាចឃើញប្រតិកម្មដ៏ទន់ខ្សោយរបស់ Golden Fur បែបនេះអានឈិនបានបន្ទោសសំណោចយ៉ាងខ្លាំងមានតែប៉ុណ្ណឹងមីលីងដែលឈរនៅមុខណានិយាយមិនចិនតើលោកកំពុងស្វែងរកយ៉ាងណាម្នាក់ដើម្បីប្រកួតជាមួយដំរីរបស់លោកមែនទេចុះបើខុងសាកល្បងវិញនៅពាក្យទាំងនេះ Thunder King មានការព្រួយបារម្ភហើយចង់ប្រញាប់ចេញទៅនេះជាពិន្ទុ free ដែលដាក់មកដល់មុខខ្ញុំហើយប៉ុន្តែគេត្រូវបានខ្វាត់ដោយចិនឡូ Thunder King កំទៅបង្កបញ្ហាអីដល់ពេលលើត្រូវបំវឹកមីលីងហើយបើឯងមិនស្ដាប់បញ្ជាឯងអាចឈប់ធ្វើជាមេឆ្កែបានហើយនៅពេលនោះរាងកាយរបស់មីលីងត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើងជាសញ្ញាប្រាប់អានឈិនឲ្យធ្វើសកម្មភាពអានឈិនស្រកទឹកមាត់ហើយគឺមានបំណងបន្ថយដៃទេគេបានបញ្ជាដំរីរបស់គេដោយផ្ទាល់ឲ្យសម្រុកទៅរកមីលីងប្រមូយដំរីត្រៀមវ័យប្រហារយ៉ាងខ្លាំងគ្រាន់តែវាហៀបនឹងវ័យត្រូវមីលីងនាងបានបញ្ជូនអណ្ដាតភ្លើងទាំងអស់ទៅជុំរាមដៃរបស់នាងហើយចង្អុលទៅកាន់ប្រមូយនោះឆាន់ឡូដែលកំពុងមើលពីចំហៀងបានទទួលស្គាល់ភ្លាមថាជាចលនាដ៏ពិសេសរបស់មីលីងគឺជារូបរាងដើមនៃ Red Lotus Burst Red Lotus របស់មីលីងបានប៉ះទង្គិចជាមួយប្រមូយដំរីដុតកំទេចសត្វដ៏ធំសម្បើមនោះក្នុងមួយប៉ព្រិចភ្នែកទោះយ៉ាងណាក៏ដោយការប្រើប្រាស់ចលនានេះបានស្រូបយកថាមពលរបស់នាងអស់ហើយនាងបានអង្គុយចុះទាំងដកដង្ហើមធំឃើញដំរីជាទីស្រឡាញ់របស់ខ្លួនក្នុងសភាពបែបនេះអានឈិនបានស្រែកយ៉ាងឈឺចាប់ថាអ្នកទាំងអស់គ្នាវ័យប្រហារសម្រាប់ពួកវាទាំងអស់ឮបែបនេះឈិនឡូដកដង្ហើមធំស៊ូដាស៊ូសៀហៅរ៉ានទៅចុះបង្ហាញពួកវាពីសមត្ថភាពខ្លះទៅ
มันอยู่บนม้านอันเช่นบ้านเมื่อคืนกงเจ้าระบอกขลุ่นไตรบ้านสำหรับเฟลียมโดยเช่นโลนั่งหยับเสียงเดียดโดยพยับเอาเรื่องเพียบคลังระบอกปุเก๋บ้านเงะรุตรเวียทมเฉลียดเอาการนุเช่นโลบันสดอสัญญาออยตันเดอร์คิงเด้งตามเกตันเดอร์คิงได้จ้องเทื่อสกรรมเพียบอยู่หอยบ้านคืนเรื่องนี้จีเอาการสำหรับปินตุมวยรอยคืนตันเดอร์คิงเด้งตามอันเช่นไพส์ลอนสลอหอยเชื้อเรือเพลอตัวมวยโดยสังคมฐานหนึ่งรลวสเครื่องไอพอดเกมันดังตีท้ามิ้นจะจุกบีกบากงปุ้งรงจามเกจะจุกดังนู้บ้านโลตะเลือเกเพลียมมวยกบาค่ำได้ระบออันเช่นให้หนึ่งคำขณะเปได้มวยกบาเตียตำรึงตะกอระว่าเกตันเดอร์คิงได้ตามตอนปีกร้อยมีนกาพยักอ่อนแต่งนี้ชี้ปินตุระบอเกไม่ก็เมียนอยากเดินดำสำหรับมูลบ้านโดยชนะตันเดอร์คิงบ้านโลดคุ้มแต่เลืออากาศหายแตกกบาลอันเชินบ้านสลับเพลียมตีเพียบดอกกูไอไผ่คลายนี้บ้านทัวเอาเจ้าจุกแต่งปีสลางกังพวกเวียสำเลิงเมื่อตันเดอร์คิงโดยเพียบไผ่รนทดเดิงท่าพวกวีมันกู้ระแยจิมือจกายนี่ตัวอย่างนาก็ด้อยตันเดอร์คิงบ้านสำเลิงเมื่อตัวเจ้าจุกปัวซอบังหายตึกมุกโดยจีแนกลุมบกามโอนสไรเมื่อตัวซาดกรอนบ้าเกนิเยได้ทัวเอาเจ้าจุกไผ่รถโดยการโลดแต่มวยฟันเดอร์คิงบ้านสังกตจะจอกผัวซ้อนือกรอมคลวนโดยทัวหมกโดยจีแนกเลงสุดใดสริสอาดจ่องทัวจิเหมือนนึงบองเทจะจอกพัวโปรเพกเขินไดกูระบอกคลวนเตรบานจับก่องเงียกกรอยวินหอยบันเจงสำเลงโกรเฮิมอย่างกลมเรียมกลมหางฟันเดอร์คิงสำลังเมิลหอยดังเพลียมทาจะจอกมวยเตี้ยคือเจชโมลไม่จ่องประกวดจะมวยเขียมดันดามเนียงแมนเทเนื้อเป็นนุเชนลัวหนึ่งเอฟเสียงเตียดกบานมกดอลเนรอกันเนียพยักอ่าวเปเคยจะจอกตั้งปีตู้ชี้อย่างนาก็ดอยเปได้เชนลัวเคยฟันเดอร์คิงมุกระบอกเกปลายเชียกขมายงงเงิดไอ้กงปงฟื้อไอเทียงบักมุกเฮาไอ้กงปงเถือกล้วนโดยจีเนี่ยลงสในหางงเงิดงงูลเกกึดโดยมันอาจตรอมบานเตียดเช่นลัวบานจับจะจอกแตงดูเฮาชั่วตื้อมูลฐานวิงโดยเมียนฟันเดอร์คิงกรวีกันตุยตามปีกรอยเขื่องแบบนี้เช่นลัวบานตรวจฟันเดอร์คิงปีใบเจืองเมื่อไอ้จ่อไอ้ปัจจีอามามุกนะตาไอ้กระทาไอ้อาจยกชนะ7ปูเกรโดยเพียบตุนเทียงหรือปูเวียโกรบกำลังไว้ปูเวียระโหดดอดปูเวียจ่อโชลหรือเลงไอออดใดเถยหรือแบบนี้ฟันเดอร์คิงพยักระลึกปิดเมนหอยเจ้าไวนิยัยไตรเมื่อฟันเดอร์คิงรถยังเลือนตัวรกจะจอกปัวซอเชนลัวออดมันบานเต้ได้มีนอารามทุนตรวนในปีได้ฟันเดอร์คิงจากเจงเตยเชนลัวจับพลามกึดองปีแผนกาอนาคตในมูลฐานโดยพิจารณาเลืออัตราในการวิวัฒน์ระบบขมอชาวปัจจุบันก็ต้องริยาเปียมวยแข่ขมอชาวแตงอ้อ1 เชียนดอลเลเวลบนขมอชาวเลเวลบนแตงนี้มันตรำแต่คลังเชียงมูลปนอตีบรรดาแทมเตียงเมียงกรมรัฐปัญญาจะเลิกมวยเผาได้ปุกเวียเพราะหายจีจับดามสไฟรกงะรู้เรียนเมียนชีวิตโดยเจตนาตุใบจีมูลฐานปัจจุบันสถิตในดัชรยาวก็ดอยก็เวียนในตาสถิตในกรงแดนกรมรัฐในตีกรงเวียนหนึ่งจีมันพดปีกาไวประหาโดยขโมยชายตรงเตรียทุ่มที่ในเปอนาคตเกิดโดยจำรวจนี้ชันลัวบานยกแพนตีในตำบลกระบายนุเจงปีลม5ปัดปอดระบอเกจับดามเชื้อเรื่องอาศัยฐานทำไมระบอบมูลฐานอย่างนากระดอยเกมันอาจตุกการเรียบจำสำหรับเรื่องแบบนี้ระหุดดาวนิตีจงกรอยเลยเชิญหลัวบ้านสำเร็จเจ็ดบ่อบองเจ้าดำบอนวีลาโดยกรองหนึ่งพลาตีมูลฐานเตอภูมิมวยได้เมียนจมงาย30 ไม้ในตีนู้เกหนึ่งสร้างซองมูลฐานทุ่มจึงหมุนหนึ่งเรื่องมอมจึงหมุนดำไว้ตบตัวหนึ่งระลกขมเอาเฉาได้7 หมกดอลตีต่างนู้มันตรำแต่ทุ่มตุลีบนนอเตแถมแต่เมียนประพุบตึกได้มันเตรบานบ่มปูลทุ่นทงปองได้เวียกรอนตาเตรกากาจำโรสามัญสำหรับกาเพิกนึกสมานมันดัลกรอนแต่ปุเกโจราภูมิกบวนรถยนต์ระบะภูเกเตรบานเวียประหาโดยขมอชาวกบาลทุ่มมวยสมาชิกธรรมดามวยจำนวนได้มันบานโปรติกรรมตอนเปเวเลียเตรบานสำหรับเพลียมขมอชาวกบาลทุ่มนู้บานจำออกทาขยมคือไอแอนแฮดกบาลระบอกขยมเรื่องนะถอยเชงบ้ามันจ่องสลับเนื้อเปนูเช่นลัวบ้านดาเตเริกเวียดอยเมียนอารมณ์ให้ต้นจมระดับเพระบาเวียไอเอ็นเฮดสไลด์โดยการชื่อจับเพลียมด้อยในเยธาขยมบ้านในเยธากบาระบอกขยมรึงมันแม้นกันแรงนี่เตหรือแบบนี้เช่นลัวตอดเวียพแทมเตียดทั่วไอเอ็นเฮดเอาประดับเพระบาเวียไอชกวดเตไอมันดึงทากบาเนื้อไอนาเตหรือแบบนี้เช่นลัวบาริสำรัดบำนองระบาเวียโดยแตกคำแพลงเวียจิจรานดองไอเอ็นเฮดเตอป้องตัวบุกหนึ่งจริงจังกบาระบาวีวิลให้วีชื่อชับอย่างคลังในกรอมกาแตกกำแพงจีบันต่อตัวปีเจนลัวนุไอแอนแฮดเมียนตึกเพียกในกรองแผนกเปิดจีชื่อนะกมวีขยมเตียดขยมคอหายขยมนางแรงเริงกบาลเตียดหอยเจนลัวบานบันเชียทาบ่าวจังอ่าวชอไอแอนแฮดเมียนเรียงกายเริงมวมเวียนนังขลายจิโกดาวฝึกหัดดอลลาร์สำหรับเสียฮาวเรนสุดาจุ1 มีลิงตกเวียสันจอ
ขนมปีជាមួយគ្នានោះនៅក្នុងទីក្រុងជាប់មាត់សមុទ្រដែលដឹកនាំដោយកដាមមួយទឹកមួយក្រុមក្តាមទុយៗកំពុងធ្វើដំណើរឆ្លងកាត់ឆ្នេរ Feng Senching មេដឹកនាំនៃមូលដ្ឋាន Level 5 មើលទៅស្រងូតស្រងាត់យ៉ាងខ្លាំងគ្រឿងប្រកបគុំភាគច្រើនរបស់ពួកគេបានអស់ហើយមនុស្សមួយចំនួនបានទឹកគួនទៅបាត់បន្ទាប់ពីត្រូវបានបញ្ជូនដោយកូនចៅរបស់គេហើយបានគឹបមួយសន្ទុះគេបានបញ្ជាឲ្យអ្នករាល់គ្នារៀបចំគ្រឿងប្រកបគុំនឹងយានជំនាញយាននឹងចេញដំណើរទៅ Capital of God នៅព្រឹកស្អែកមួយខែក្រោយមកលេងឈិនចាប់លេហៅយ៉ាងខឹងសម្បាអាធាត់អញហ៊ានបោកប្រាស់ចវាយរបស់យើងឬទេបងប្រុសឈិនឡូខ្ញុំមិនហ៊ានបោកប្រាស់បងយ៉ាងម៉េចមានមនុស្សមួយក្រុមបានបង្ហាញខ្លួនពីណាពីណីដឹកនាំដោយមនុស្សឈ្មោះហ្វឹងសិនជីងគេបានបង្ខំខ្ញុំឲ្យសហការជាមួយគេនៅពេលឮឈ្មោះនេះឈិនឡូហាក់ដូចជាគិតខ្ញុំចាំបានថានៅក្នុងជីវិតមុនរបស់ខ្ញុំហ្វឹងសិនជីងគឺជាអ្នកប្រើប្រាស់សមត្ថភាពកម្រិតស្ដេចគោលដៅរបស់ខ្ញុំគឺប្រមូលផ្ដុំក្រុមវរជនដើម្បីរស់មានជីវិតក្នុងពិភពលោកដែលវិនាសអន្តរាយនេះអ្នកប្រើប្រាស់សមត្ថភាពកម្រិតស្ដេចពិតជាមានតម្លៃណាស់ក្នុងការសាកល្បងនៅពេលនោះលេហៅព្យាយាមញញឹមបងប្រុសឈិនឡូវាជាកំហុសរបស់ខ្ញុំនឹងធ្វើអង្គ20តោននិងប្រេង1តោនពីគ្រឿងផ្គត់ផ្គង់ដែលយើងទទួលបានកាលពីម្សិលមិញឈិនឡូគេគឺជាមនុស្សដែលខ្ញុំពិតជាមិនអាចប្រមាថបានទេភ្លាមនោះសំឡេងងួយបានបន្លឺឡើងតាមវិទ្យុទាក់ទងរបស់ឈិនឡូបងធំមានមនុស្សមួយក្រុមបានមកដល់ខាងក្រៅវីឡាចង់ជួបបងមេដឹកនាំនិយាយថាឈ្មោះរបស់គេគឺហ្វឹងសិនឈីងឲ្យគេចូលមកភ្លាមនៅពេលដែលហ្វឹងសិនឈីងចូលមកគេបានសុំទោសឈិនឡូនិងផ្ដល់អង្គនិងម្សៅ300តោនជាសំណងគេពិតជាធំnomនិងក្លាហានដូចនៅក្នុងជីវិតមុនរបស់គេដែរបើឯងចិត្តទូលាយខ្ញុំក៏មិនបដិសេធដែរ300តោនក៏បានប៉ុន្តែឯងមិនមែនមកទីនេះគ្រាន់តែដើម្បីផ្ដល់គ្រឿងផ្គត់ផ្គង់ទេមែនទេបងប្រុសខ្ញុំទើបតែមកពី Cloud City និយាយដោយអួតអាងខ្ញុំគឺជាមេដឹកនាំនៃ Cloud City មេដឹកនាំមូលដ្ឋានណាក៏មិនហ៊ាននិយាយថាទេនៅចំពោះមុខខ្ញុំដែរប៉ុន្តែអ្វីបានផ្លាស់ប្ដូរសមុទ្រកំពុងផ្លាស់ប្ដូរហើយសត្វនៅក្នុងនោះក៏ដូចគ្នាទីក្រុងជាប់មាត់សមុទ្រឡើងសាកសមសម្រាប់ការរស់រានមានជីវិតទៀតហើយខ្ញុំសង្ស័យថាទីក្រុងជាប់មាត់សមុទ្រផ្សេងទៀតក៏នឹងផ្លាស់ទីលំនៅដែរ Capital of Gods គឺជាទីក្រុងធំតែមួយគត់នៅក្បែរនោះវាទំនងជានឹងក្លាយជាសមរភូមិសម្រាប់អំណាចគ្រប់ប្រភេទដូច្នេះខ្ញុំស្នើឲ្យយើងបង្កើតសម្ព័ន្ធមិត្តដែលរឹងមាំអាចទប់ទល់នឹងភីវណាមួយបានឮបែបនេះចិនលួសសើចំអកក្នុងចិត្តចង់បង្កើតសម្ព័ន្ធភាពឬប៉ុន្តែមេដឹកនាំដូចហ្វេងសិនឈីងមិនងាយនឹងរាមទេប្រសិនបើយើងបង្កើតសម្ព័ន្ធភាពឯងត្រូវតែស្ដាប់ខ្ញុំបើមិនចឹងទេមិនបាយទេឯងអាត្មានិយមពេកហើយហ្វេងសិនឈីងនិយាយនៅក្នុងសម្ព័ន្ធភាពនរណាខ្លាំងជាងគឺជាអ្នកដឹកនាំចិនលួសសើអញ្ចឹងឯងគិតថាឯងខ្លាំងជាងខ្ញុំឬហ្វេងសិនឈីងញញឹមដោយទំនុកចិត្តបងប្រុសនិយាយតាវ៉ោខ្ញុំបានឈានដល់ level 5ជាងកន្លះខែហើយខ្ញុំទទួលស្គាល់ថាខ្ញុំមិនអាចប្រឈមមុខនឹងមូលដ្ឋានរបស់ឯងដោយផ្ទាល់តែម្នាក់ឯងទេប៉ុន្តែប្រសិនបើខ្ញុំកម្ចាត់មនុស្សរបស់ឯងពី10នាក់ជារៀងរាល់ថ្ងៃហើយកងកម្លាំងរបស់ឯងមិនអាចចាប់ខ្ញុំបានឯងនឹងត្រូវរលាយនៅទីបញ្ចប់ចិនលួសសាយចំអកតើឯងកំពុងគំរាមខ្ញុំឬ level 5អស្ចារ្យណាស់មែនទេ Thunder King បានឈានដល់ level 5មួយខែកន្លះហើយមីលីងនិងស៊ូដាជូក៏បានឈានដល់ level 5មួយខែហើយដែរអញ្ចឹងឯងទៅតែនៅ level 5បានកន្លះខែប៉ុណ្ណោះឬឯងមិនសូវអស្ចារ្យប៉ុន្មានទេសម្រាប់អ្នកប្រើប្រាស់សមត្ថភាពកម្រិតស្ដេចមុខរបស់ឈិនលួកប្រែជាញញឹមហ្វេងសិនឈីងបាននិយាយថាបងប្រុសហេតុអ្វីយើងមិនប្រកួតគ្នាភាគីមួយបញ្ជូនសមាជិក3នាក់លបំផុត2ក្នុងចំណោម3ជុំអ្នកណាឈ្នះយើងស្ដាប់អ្នកនោះឬមួយក៏អាចចូលរួមជាមួយអ្នកឈ្នះចិនលួនមកក្បាលយល់ព្រមថ្ងៃនេះល្អជាងថ្ងៃស្អែកជួបគ្នានៅរសៀលនេះនៅខាងក្រៅទីក្រុងយល់ព្រមទេហ្វេងសិនឈីងក៏បានយល់ព្រមភ្លាមប៉ុន្តែអ្នកទាំងពីរមានផែនការសម្ងាត់រៀងខ្លួនទាំងពីរគិតថានឹងសម្លាប់ម្នាក់ទៀតក្នុងពេលប្រកួតយ៉ាងណាមិញនោះជាវិធីងាយស្រួលបំផុតក្នុងការកាន់កប់ទឹកដីនិងកូនចៅរបស់អ្នកដទៃនៅពេលភាគីទាំងពីរមកដល់សង្វៀនចិនព្រោះបានបញ្ជូនស៊ូដាជូជាអ្នកប្រយុទ្ធមុនគេឃើញរូបរាងរបស់ស៊ូដាជូហ្វេងសិនឈីងតែថាគេជាអ្នកប្រើប្រាស់សមត្ថភាពរៀងខ្លួនដូច្នេះគេបានបញ្ជូនសាន់យូដែលជាអ្នកប្រើប្រាស់សមត្ថភាពគេដី level 4ដែលត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងនឹងសមត្ថភាពរៀងខ្លួននៅពេលអាជ្ញាការស្រែកឲ្យចាប់ផ្ដើមការប្រកួតសាន់យូបានធ្វើសកម្មភាពមុនសសរដីចំនួន4បានឡងបត់ស៊ូដាជូភ្លាមឃើញចន្លោះតូចរវាងសសរស៊ូដាជូសឡងកាំងមួយសន្ទុះប្រសិនបើខ្ញុំស្គមជាងនេះបន្តិចខ្ញុំអាចឆ្លងកាត់បាននៅជាមួយបងធំក្នុងអំឡុងពេលវិនាសអន្តរាយពិតជាធ្វើឲ្យខ្ញុំឡើងទម្ងន់10ផោនឆ្លៀតឱកាសដែលស៊ូដាជូវាយប្រហារសសរដីសុនយូបានប្រើចំនួនណាក់ពិសេសរបស់គេដោយផ្ទាល់គឺបច្ចេកទេសវាលផុកដីនៅក្រោមជើងរបស់ស៊ូដាជូបានប្រែទៅជាវាលផុកដោយជាប់ជើងរបស់គេឃើញបែបនេះ
เช่นโลออดมันบานเตดัลเกตทาซอนยูนี่ปุจิเมนเตบกอซอลอย่างหอยน้าเกนึงคลายจินาคลังเลเวลดอบเนเปลอนาคตดอยมันอาถวยจำลนะบานเจียบันดออสอนสูดาจูบานคลายจิกวยดาวงี้สรวลได้สรวยใบบันเหาะนกโรเกดอยมันไพคลายสูดาจูบันเลือกได้ระบาเกหายเรียรังได้สรวยแนปราปราสมรรถเพียบเลเวลบนมันอาถวยบาบเกบานเตเคินแบบนี้มุกระบอบฟึงชึนชึงแปรปรูนอย่างคลังเกเดิงท่ากาเวียประหาระบอบสนยูกซอยปันแต่เวียมันคูกซอยดอทนักมันอาถวยไอโฮเชียมสอโนเตประชุมมุกหนึ่งสตรได้ครวนมันอาจเฟือบาบานซอนอยู่เคียนจุมเรอไอกราวปีตัวสกวากาปราใจมุกระบอกเฟิงชึนชึงขมางงเงิดเกมันอาจเชื่อทากูประแจงเมียนเกลากองคลังแบบนี้เทเกบานจานจุมตีมวยหายปัจเจมันอาจเอาจานจุมตีปีบานเทดำใบสุวัตเพียบเกบานสำเร็จเจ็ดเปล่าสลักเบียพิเศษระบอกเกล้านดึกตุ่มหนึ่งตัวมวยบานบากเมาส์หายแฟงเชนเชงบ้านบัญชีเอาดอกแหลงขมาวชาวมวยฟุ้งมนุษย์พยักเป๋าขมิ้นโนนามันแหนรมเปิ้งทาแฟงเชนเชงปึดเชียบรรจูนขมาวชาวเจนหมอกสุ่มใบแต่เชนโลก็สลังกังแดละอ้อขนมก็นึงบรรจูนขมาวชาวแดเกสำเร็จเจ็ดเชนโลอ้อยสูดาจูน้อมไอรอนเฮดเจนหมอกเนื้อไปได้สูดาจูหนึ่งชูยนกมดอไอรอนเฮดมาดอลขมาวชาวนู้บ้านกรหิมดาเชนโลขนมเคลียนนะอ้อยขนมยามเอาไว้มวยอะไรนี่ทุนตรันหนึ่งสูดานู้เชนโลตวัดไอรอนเฮดไอ้สดับบังควบโครงขายนี่ทั่วไอ้ขยงเป็นจัดบนตายขยงมันช่วยจัดสำได้ได้ไอ้เติบแต่เปล่าไม่จ่องงอบแมนติเทรกิสได้เอาไอรอนเฮดสงบจัดบันติกเชนโลจงโอลติกเมาเชาหนึ่งมาขางเตียดสำหรับเวียกาบัญชีนี้บ้านทั่วไอรอนเฮดชอบอารัมเฟลียมหายเวียบ้านกรุหิมดาขเมาเชากูประเจงมุกระบอบฟึงจันชิงปลายปลัวอย่างคลังใส่เกนังเอาไว้ได้ขนมเมียนชันโลก็เมียนได้ขนมกรุบกรองขมอเช้าหอยเก้ก็กรุบกรองขมอเช้าได้ขนมชงอทาเวคลั่งปันหน้าไอรอนเฮดบานสำรุกติโรขมอเช้าเทศเพลืองระบอสตรูได้บ้านบรรเจงกาประตูกรอบเพลืองเพลียมดอยมันไผ่คลาดไอรอนเฮดบานเลียดกับบ้านระบอเวียดำไปตุบตุลนังกาประตูนู่ดอยปตอลกรอบเพลืองบานบุกกับบาลไอรอนเฮดดอยบรรซัลตรมแต่สนามคลอยตุ้ยมุยปันแต่ไอรอนเฮดบานเก็กปีขมอเช้าโนเฮาสำรุกติโรกฟุ้งมนุเคยแบบนี้ชันโลบริญญาปรุตเตอเกปิดเจียมันอาจไอรอนเฮดซีมนุษย์บานเตเจียพิเศษมันแม้นก็ไม่ใช่ได้อาจดำรุกเชียดบานโนเตชันโลบานเตียงกับบาลไอรอนเฮดเช่นอย่างครั้งโดยช่วยสำครุกโออย่างโลไอรอนเฮดกรูเฮียมอย่างชกวดถาขยงจองซีมนุขยงจองซีมนุชันโลฉลอยตอบโดยขมิ้นอารมณ์ถาขยงบานในยีทางไงแซกเคิงสัมบาไอรอนเฮดกรูเฮียมถาไอ้กูฮอกขยงหนึ่งมันไอโรดอนไงแซกเทบ่าไอ้มันเอาขยงซีขยงหนึ่งซีไอ้ขยงตรอมแรงบานเลยเพลียมนุไอรอนเฮดจับดำฉลองกัดกาพลับโดไดมันสกอลเวียจับดาวลุดล้ออย่างชับหรอฮะเรียงกายตังมัวระเบิดเวียริกทุมมกระเบิดชันโลปลายโปรลเวียกมปงวิวัดหอยกาวิวัดมินดำนาการตาวขยมกุยตังดัสไรจะมวยเวียมุนเปียเวียบรรจบกาวิวัดเฮ้บรรทบปีกิดมวยสันตุเก็บบันสำรัดเจ็ดเมื่อกาพลับโดระเบิดไอรอนเฮดดาวตรอกจัดเหล่านี้ไอรอนเฮดคือเลเวล5เปอร์เซ็นต์มาเวียวิวัดเวียหนึ่งอย่างฮอยนาเลเวล7หรือกโปจริงนี้ตัวขี้อย่างนาก็โดยซาแต่ไรส์มันบานพยากาเปรียมกาวีมีในทางขมิ้นกรุกทนักประแฮจิคิงหนึ่งบานคริสตัลเลเวล7ในเปลกรอยวีมันอากรอกไปเดวีมวยขนวดนู้เช่นโลบานบังเกิดดาวพิขยอหอยใส่ท่าตาปูไอเชอเมยเอาไว้รถเตยจ้องงอบแม่เด้บนตัวหมกเกบานกับดาวระบบเกตหรือเจืองระบบไอรอนเฮดโดยมีนบำนำกัดเวียถูกจีอย่างนาก็ได้เอาไว้ได้กูอ้อยสาเพราะนู้คือดาวมันบานฝืออ้อยเมโรโบเอาไว้ลอยมกดาวไปนี้ไอรอนเฮดบานบรรจบกาวิโฮตระบบเวียโดยลุดลัวปีกรอมพีแมตเตอร์จีเยกดอทอมซัมเบิร์มโดยมีนกำปวดดับเบยหรือดับบนแมทไอรอนเฮดสไลท์ถากบาระบอกขยมปึ๊ดจีได้ใครอะไรนี่ขยมหนึ่งกินกำเต็ดแองนี่ใหญ่แบบนี้วีบ้านจวนเจิงจิฉรานดองบังกาดจีรอนดายทุ่มในครบจุมเฮียนเชนโลพี่แย่เผานี่อย่างเฮานะจีก้าไวประหารเลเวลพัมใบละอ้อบาวจนก็มันโตขยงแดดตำรงเตรวกจำนุดสาวระบอไอ้ดาวตัวเกบันโลดขปุกเตเลยอากาศดำรงดาวระบอเกแต่จ้อมประดับเพจระบอไอรอนเฮดปนตายเคยถาเกมันอาจเถือเอามิ้นระบุเอาไว้ลายสมใบตาตำลุกากาเพียก็เหมือนบ้านไอรอนเฮดเศร้าจมออกขยงบานปรับไอ้ให้กบาวระบอกขยงเป็ดจีได้ให้อะไรนี้ขยงมันคลายไอ้ติดเท่โดยดึงถ่าเอาไว้ได้ทลวบจีจำนวนสาวไอ้เหล่านี้บานคล้ายจีจำนวนคลังบ่มพดระบอกไอรอนเฮดเช่นโลเคยคลุนไอสทึดในกราวกาไวประหาโดยการจอนเจื้องฉีบันต้อบรรตวบโดยมีนเปลไตบรรติดบรรตวดบนเนาะเกอาจไวประหาไอรอนเฮดบานคละไ
Iron Head បច្ចុប្បន្នបង្ហាញថាពិបាកដោះស្រាយជាងខ្មៅឆៅប្រភេទខ្យល់ Level 8ដែលគេបានសម្លាប់ដោយប្រើការបង្កើនល្បឿនពេលវេលាទៅទៀតទោះបីជាមានការវាយប្រហារឥតឈប់ក៏ដោយ Chenlo អាចដោះស្រាយបានយ៉ាងងាយស្រួលគេក៏បានឃើញរឿងនេះជាឱកាសដ៏កំមួយដើម្បីអនុវត្តសមត្ថភាពពិសេសទី2របស់គេបានផ្ដល់ចិត្តទៅលើលំហាជុំវិញចង្កេះរបស់ Iron Head ធ្វើឲ្យ Iron Head ឈប់ភ្លាមៗ Iron Head មានអារម្មណ៍ដូចជាមានអ្វីមួយយ៉ាងកំពុងហាករាងកាយរបស់វាហើយបានប្រមូលផ្ដុំសមត្ថភាពពិសេសរបស់វាទៅចង្កេះដើម្បីទប់ទល់បន្ទាប់ពីការព្យាយាមខ្លះ Chenlo បានបញ្ចេញថាមពលរបស់គេទាំងស្រុងបង្កើតកម្លាំងលំហាជុំវិញចង្កេះរបស់ Iron Head ទោះជាយ៉ាងណាក៏ដោយសារតែរចនាសម្ព័ន្ធរាងកាយដ៏រឹងមាំ Level 8របស់ Iron Head Chenlo បានជួបប្រទះនឹងការតស៊ូយ៉ាងខ្លាំងនៅពេលព្យាយាមកាត់គ្រាន់តែពួកគេឈានដល់ចំណុចជាប់ Feng Zhenqing ស្រាប់តែស្រែកថា Chenlo ឲ្យខ្ញុំជួយឯងគេមិនអាចអនុញ្ញាតឲ្យ Chenlo រស់បានទេបើមិនដូច្នេះមូលដ្ឋានរបស់គេនឹងមានគ្រោះថ្នាក់មួយសន្ទុះក្រោយមកខ្យល់ព្យុះបានបក់ទៅរក Chenlo ទោះបីជាខ្យល់ព្យុះបានគ្រប់ដណ្ដប់លើគេក៏ដោយ Chenlo នៅតែមិនរងគ្រោះហំកើវាមិនមែនថាខ្យល់ព្យុះមិនមានឥទ្ធិពលលើគេទេប៉ុន្តែមកពីកម្លាំងនោះខ្សោយគេឃើញ Chenlo មិនមានរបួសអ្វីសោះ Feng Zhenqing ភ្ញាក់អោលហើយប្រញាប់សុំទោសដោយអះអាងថាវាអចេតនាគេមិនអាចជឿថាក្បាច់ពិសេសរបស់គេមិនមានប្រសិទ្ធភាពសោះមកដល់ពេលនេះចង្កេះរបស់ Iron Head ត្រូវបានកាត់ផ្តាច់ជាពីរហើយ Iron Head ស្រែកដោយការឈឺចាប់កុំកាត់ចង្កេះខ្ញុំខុសហើយ Iron Head ខុសហើយដោយមិនខ្វល់ពីការអង្វររបស់វា Chenlo បានកាត់វាជាពីរដោយដាវរបស់គេហើយយក Crystal ចេញពីខ្លួនរបស់ Iron Head ភ្លាមឃើញបែបនេះ Feng Zhenqing ស្រឡាងកាំងតែខ្មោចចៅដែលវិវត្តនេះអាចជា level 5 ឬ 9 ដែរឬទេប៉ុន្តែ Chenlo សម្រាប់វាបានយ៉ាងងាយស្រួលការសោកស្ដាយបានគ្រប់ដណ្ដប់លើគេមិនគួរព្យាយាមលួចវាយប្រហារគូប្រជែងដ៏ខ្លាំងក្លាបែបនេះដោយបែកញើសត្រជាក់ពេញមុខ Feng Zhenqing បានស្នើរសុំចុះចូលជាមួយ Chenlo ដោយសុខចិត្តទទួលស្គាល់គេជាមេដឹកនាំទោះជាយ៉ាងណាក៏ដោយ Chenlo មិនបានទទួលយកសំណើរបស់គេទេហើយផ្ទុយទៀតវិញបានសួរថាហេតុអ្វីបានជា Feng Zhenqing ព្យាយាមលួចវាយប្រហារគេដោយភ័យខ្លាច Feng Zhenqing ប្រញាប់ពន្យល់ថាពួនប្រុសឯងត្រូវតែជឿខ្ញុំវាពិតជាអត់ចេតនាមែនឬពាក្យទាំងនេះ Chenlo ស្រាប់តែទះកំ pl ែង Feng Zhenqing គុំចាត់ទុកខ្ញុំជាមនុស្សលងងនរណាជឿរឿងមិនសមហេតុផលបែបនេះសួរកូនចៅរបស់ឯងមើលតើពួកគេជឿឯងឬអត់លើក្រោយបើកុហករកលេសឲ្យបានល្អជាងនេះនិយាយចឹងគេបានទះកំ pl ែង Feng Zhenqing មួយដៃទៀតថោទៀតដោយមានស្នាមជាមពេញខ្លួន Feng Zhenqing បានអោនក្បាលហើយរអ៊ូថាបងធំសុំជប់វាយខ្ញុំទៅ Chenlo ស្រក់ទឹកមាត់យ៉ាងត្រជាក់តាមកិច្ចព្រមព្រៀងរបស់យើងអ្នកចាញ់ចូលរួមជាមួយអ្នកឈ្នះឯងថាម៉េចឮបែបនេះអូយ៉ាងឡូគិតមួយសន្ទុះហើយយល់ព្រមគោរពកិច្ចព្រមព្រៀងពិសេសដោយសារតែ Chenlo ទើបតែបានជួយសង្គ្រោះនាងពីជ្រុងណាក៏ដោយនាងគ្មានហេតុផលใดបដសេទេនាំបុគ្គលដែលមានទេពកោសល្យในក្លឹងគ្រំរបស់ឯងមកឯងគួរតែដឹងថាពួកគេជានរណា Chenlo បន្ថែមដោយមិនរារែកអូយ៉ាងលូបានចង្អុលបញ្ហាយសមាជិក Level 4នៃក្រុមរបស់គេក៏ដូចជាអ្នកដែលមានសមត្ថភាពបន្លឺនិងធម្មជាតិ Feng Zhenqing ឃើញរឿងទាំងអស់នេះខឹងយ៉ាងខ្លាំងចំពោះការក្បត់របស់ពួកគេប៉ុន្តែគេមិនហ៊ាននិយាយមួយម៉ាត់ទេការរស់រានមានជីវិតគឺជាអធិបតេយ្យចម្បងរបស់គេឥឡូវនេះដោយជឿថាដរាបណាគេនៅមានជីវិតពេលនឹងមានឱកាសមួយទៀតដើម្បីងើបឡើងវិញ Feng Zhenqing បានស្នើកិច្ចព្រមព្រៀងមួយទៅ Chenlo ដើម្បីទុកជីវិតឲ្យគេជាថ្នូរនឹងការបញ្ចក់បញ្ជូនកូនចៅរបស់គេឲ្យចូលរួមជាមួយមូលដ្ឋានរបស់ Chenlo មនុស្សអាចជំនួសបានជាមួយនឹងសមត្ថភាព Level 5 របស់ខ្ញុំមិនខ្លាចថាมันអាចជ្រើសរើសបានទៀតទេកិច្ចព្រមព្រៀងឬល្អខ្ញុំសន្យាថាមិនប៉ះពាល់ឯងទេ Chenlo ឆ្លើយតប Feng Zhenqing បានបញ្ចប់ប្រតិបត្តិការយ៉ាងលឿនហើយប្រញាប់ងាករត់ចិនដោយជឿជាក់ថាគ្មាននរណាម្នាក់អាចតាមទាន់គេបានទេក្រៅពី Chenlo អ្វីដែលគេមិនដឹងគឺថា Chenlo គ្មានបំណងដេញតាមគេទេផ្ទុយទៅវិញគេបានបញ្ជូនឆ្កែពិឃាតរបស់គេគឺ Thunder King បន្ទាប់ពីបានរត់ប្រហែល2គីឡូម៉ែត្រ Feng Zhenqing បានធូរចិត្តដោយគេថាគេបានគេចផុតហើយទោះជាយ៉ាងណាក៏ដោយភ្លាមនោះគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងហើយងាកក្រោយទៅឃើញឆ្កែមួយក្បាលគឺ Thunder King កំពុងតាមទាន់គេមុនពេលគេអាចប្រតិកម្ម Thunder King បានបញ្ចេញការវិអធិបាដោយទើបតែរៀនថ្មីរបស់វាគឺ Electro Dragon Trail ភ្លេចបន្តបានបញ្ចេញអត់ឈប់ចូលទៅក្នុងខ្លួន Feng Zhenqing នៅដង្ហើមចុងក្រោយរបស់គេ Feng Zhenqing បានស្រែកដោយការខកចិត្តដោយដឹងថាគេមិនមែនជាគូប្រជែងសូម្បីតែឆ្កែរបស់ Chenlo ផងភ្លេចរបស់ Thunder King ភ្លឺឡើងដោយគេថាជុំនេះយ៉ាងហោចណាស់គួរតែទទួលបាន 1000 បន្ទុកបន្ទាប់ពីChenloពិនិត្យមើលព័ត៌មានទាំងអស់អំពីកូនចៅរបស់ Feng Zhenqing គេគិតថាទោះបីជាមូលដ្ឋានថ្មីអាចផ្ទុកមនុស្សបាន 3000 នាក់យ៉ាងងាយស្រួលក៏ដោយពួកគេនៅតែត្រូវឆ្លងកាត់ការធ្វើតេស្តចំនួនជាមួយនឹងគំនិតនេះគេបានណែនាំLang Chenឲ្យសង្ខេបប្រាប់ពួកគេអំពីច្បាប់និងអត្ថប្រយោជន៍នៅកន្លែងរបស់ពួកគេក៏ដូចជាគោលការណ៍ណែនាំសម្រាប់ការធ្វើតេស្តនៅពេលដែលLang Chenចាក់ចេញទៅ Thunder King បានត្រឡប់មកវិញ
โดยปอมคริสตัลเลเวล5របស់ Fong Chengqing នៅក្រុមមាត់របស់វាសង្ឃឹមថានឹងទាមទារពិន្ទុរបស់វាសម្លឹងមើលមុខដែលរំពឹងទុករបស់ Thunder King ឈឿនលួសយថយនិយាយថា Crystal មានតម្លៃ300ពិន្ទុហើយថ្លៃប្រតិបត្តិការរបស់ឯងគឺ200ដូច្នេះសរុបទៅគឺ500ពិន្ទុយល់ព្រមទេតោះទៅមូលដ្ឋានថ្មីហើយមើលថាតើការសាងសង់ដំណើរការយ៉ាងដូចម្ដេចក្នុងពេលជាមួយគ្នានោះឆាហៅរ៉ានដែលកំពុងយាមមូលដ្ឋានថ្មីបានជួបសត្វកំភេមលីម៉កធំមួយកំពុងរុញដុំលីម៉កព្រមទាំងក្រុមសត្វកំភេមតូចៗដោយធនធានឆាហៅរ៉ានបានដាវវាធ្វើឲ្យវាប៉ើងទៅចម្ងាយ10ម៉ែត្ររឿងនេះធ្វើឲ្យសត្វកំភេមខឹងយ៉ាងខ្លាំងខ្ញុំគ្រាន់តែនៅទីនេះដើម្បីស៊ីលីម៉កហេតុអ្វីបានជាឯងវាយខ្ញុំគ្រាន់តែឆាហៅរ៉ានហៀបនឹងដាវកម្ពស់ចុងក្រោយឈឿនលួមកដល់ឃើញសត្វកំភេមនោះគេបានខាត់ភ្លាមគុំសម្លាប់វាសត្វនេះអាចជួយកែលម្អបរិយាកាសយើងគួរតែទុកឲ្យវារស់ឈឿនលួសម្លឹងមើលម៉ុងអ៊ីនភ្នែករបស់គេភ្លឺឡើងតើឯងអាចទំនាក់ទំនងជាមួយវាបានទេម៉ុងអ៊ីនមកក្បាលសត្វកំភេមនេះកំពុងនិយាយថាវាមិននឹកស្មានតែត្រូវគេវាយដោយសារតែព្យាយាមស៊ីលីម៉កសោះវាកំពុងយំឬបែបនេះឈឿនលួសប្បាយចិត្តយ៉ាងខ្លាំងឯងអាចទំនាក់ទំនងជាមួយវាបានល្អណាស់ធឺជាអ្នកបកប្រែឲ្យខ្ញុំហើយប្រាប់វាថាវាជាគ្រោះថ្នាក់ប្រសិនបើវាចង់ស៊ីលីម៉កនៅពេលអនាគតវាអាចមកដោយសេរីយើងនៀនចរណាស់សត្វកំភេមឮបែបនេះស្រក់ទឹកមាត់ហើយនិយាយថាវាអាចស៊ីលីម៉ក200ផោនក្នុងមួយថ្ងៃឈឿនលួយល់ព្រមភ្លាមអត់អីទេយើងនឹងមានច្រើនណាស់នៅកន្លែងផ្សេងហ្សាវហៃបានឮពីកូនចៅរបស់គេថាឈិនឡូបាននាំអ្នករកគ្នាទៅកាន់មូលដ្ឋានថ្មីហើយមនុស្សជាច្រើនកំពុងពិចារណាស្បត់ស្មាក់ស្មោះជាមួយគេបន្ទាប់ពីគិតមួយសន្ទុះហ្សាវហៃបានសម្រេចចិត្តរំលាយមូលដ្ឋានរបស់គេហើយដឹកនាំអ្នករកគ្នាឲ្យចូលរួមជាមួយឈិនឡូយ៉ាងណាមិញនៅក្នុងការវិនិច្ឆ័យអន្តរាយអំណាចគឺជាអ្វីៗទាំងអស់ជំនាញគ្រប់គ្រងគឺគ្មានន័យទេប្រសិនបើឯងមិនខ្លាំងនៅពេលដែលពួកគេឃើញជញ្ជាំងខ្ពស់នៃមូលដ្ឋានថ្មីពួកគេមានអារម្មណ៍ចម្រុះគម្លាតកាន់តែធំទៅពួកគេគិតឈិនឡូទទួលបានដំណឹងនេះហើយចេញមកទទួលពួកគេដោយផ្ទាល់បងប្រុសហើយមានការអីបានមកទីនេះឈិនឡូសើចមុខរបស់សាវហៃពឹងដោយស្នាមញញឹមកុំហៅខៀមថាបងប្រុសហើយទៀតអីហៅខៀមថា Little ហើយបានហើយគេបន្ថែមយ៉ាងជូរចត់ថាខៀមមកចូលរួមជាមួយឯងដើម្បីរស់រានមានជីវិតដោយមិនគិតយូរឈិនឡូបានយល់ព្រមទោះបីជាហ្សាវហៃមិនសូវខ្លាំងក៏ដោយគេពូកែខាងប្រមូលព័ត៌មានឈិនឡូទើបតែបង្កើតក្រុមស៊ើបស្រាយ2ហើយក្រុមទី2ត្រូវការមេដឹកនាំហ្សាវហៃស័ក្តិសមបំផុតសម្រាប់តួទីនេះឬបែបនេះហ្សាវហៃរំភើបចិត្តយ៉ាងខ្លាំងវាជាតួទីដែលមិនតម្រូវឲ្យមានការប្រយុទ្ធជួរមុខជាមួយខ្មៅចៅហើយអនុញ្ញាតឲ្យគេប្រើប្រាស់ចំណុចខ្លាំងរបស់គេនៅពេលនោះឈិនហ្វាងបាននាំបរិបទអ្នកឈ្មោះលីនធានជូនណកដែលអះអាងថាបានមកពីទីក្រុងជាប់មាត់សមុទ្រក្បែរនោះគេនិយាយថាគេបាននាំយកអំណោយមកជួបឈិនឡូយកបញ្ជីនោះមកហើយភ្នែករបស់គេប្រាជាត្រជាក់នឹកស្មានមិនដាល់ថាលីនធានស្ត្រីពីជីវិតមុនរបស់គេនឹងបញ្ចេញខ្លួននៅក្នុងជីវិតមុនលីនធានមិនត្រឹមតែលួចធនការដែលគេនឹងស៊ូដាជូខំប្រឹងប្រមូលប៉ុណ្ណោះគេប៉ុន្តែថែមតែឲ្យកូនចៅរបស់គេសម្រាប់បងប្រុសដុល្លាររបស់គេគឺស៊ូដាជូទៀតផងទោះបីជាលីនធានមិនតាន់បានធ្វើអ្វីនៅក្នុងជីវិតនេះក៏ដោយក៏គេនៅតែត្រូវស្លាប់លីនធានបានបញ្ជាឲ្យកូនចៅរបស់គេយកស្នូតអណ្ដាវជាឆានមកដោយនិយាយថាពួកវាពិតជារឹងមុំណាស់ហើយសូម្បីតែអ្នកប្រើប្រាស់សមត្ថភាព level 4ក៏ពិបាកនឹងវាយបំបែកដែរបន្ទាប់ពីទទួលយកអំណោយឈិនឡូបានរៀបចំខ្លួនធ្វើដំណើរទៅឆានសមុទ្រនឹកស្មានមិនដាល់នៅតាមផ្លូវគេបានជួបខ្មៅចៅមួយរារាំងផ្លូវដើម្បីប្លន់ឃើញឡានរបស់ឈិនឡូមកដល់ខ្មៅចៅនោះបានខួតភ្លាមគោះកញ្ចក់ហើយធ្វើកាយវិការឲ្យឈិនឡូចុះមកខ្ញុំមានរឿងចង់និយាយជាមួយឯងវាបាននិយាយឃើញឈិនឡូចុះពីឡានដោយស្ដាប់បង្គាប់ខ្មៅចៅនោះពេញចិត្តយ៉ាងខ្លាំងហើយញញឹមចំអកខ្ញុំបានរៀបចំការវាប្រហារមួយឯងតាក់ទាញមនុស្សមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំអាចស៊ីពួកគេប៉ុន្តែត្រូវប្រយ័ត្នគុំតាក់ទាញច្រើនពេកគឹងពេតែមួយខ្ញុំប្រហែលជាមិនអាចដោះស្រាយបានទេឈិនឡូសួរថាតើអត្ថប្រយោជន៍អ្វីខ្លះសម្រាប់គេខ្មៅចៅនោះបានគំរាមឈិនឡូភ្លាមដោយនិយាយថាប្រសិនបើគេហ៊ានសួររកអត្ថប្រយោជន៍វានឹងដកតម្រង់នោមរបស់ឈិនឡូចេញដោយមិនប្រាថ្នាសន្លប់ដោយមិនដឹងខ្លួនទង្អឺនេះធ្វើឲ្យវាត្រូវបានឈិនឡូវាយឈិនឡូអេលេនីយល់ថានេះគឺជាខ្មៅចៅកម្រិតទាបប៉ុន្តែប្រហែលជាឆ្លាតជាងខ្មៅចៅ level 6 ឬ 7បន្ទាប់ពីការអប់រំពីឈិនឡូខ្មៅចៅនោះបានរួញខ្លួនភ្លាមដោយលុតជង្គង់ហើយអង្វរថាបងធំជប់វាយខ្ញុំទៅខ្ញុំខកហើយឈិនឡូសាច់ចំអកយ៉ាងត្រជាក់ឯងមានជំរឿពីរជួយខ្ញុំតាក់ទាញខ្មៅចៅកម្រិតខ្ពស់មកហើយខ្ញុំនឹងឲ្យសាច់ឯងស៊ីឬខ្ញុំសម្លាប់ឯងនៅទីនេះឥឡូវនេះឮបែបនេះខ្មៅចៅនោះបានជ្រើសរើសជួយតាក់ទាញខ្មៅចៅកម្រិតខ្ពស់ភ្លាមបន្ទាប់មកឈិនឡូបានមកដល់ឆ្នេរសមុទ្រហើយតាក់ទាញចំណាប់អារម្មណ៍រកអណ្ដាតសមុទ្រធំភ្លាម
ใบกระบาคลงจำนำปูเวียบ้านเลียดกอแวงระบบปูเวียเฮาเฮียบหนึ่งคำแชนลัวจงประดับเพศจีตรงเวอนี้เก้ประยับบิดบางขลวนแองตาผู้แองจองคำกันไหลหน้าบรรต่อปีนุแชนลัวบ้านจับกระบาลอันดักสมุดมวยอย่างเลือนหนึ่งฉบับเลาะหายกัดกระบาลเวียดอยพระดาวได้บังกาดปีขยอตามระเบียบนี้เกบ้านสำหรับอันดักตั้งใบอย่างไงส่วนกรอนแต่เกประโมลสโนกอันดักจอบสำเลงกระหึมมุยบ้านบันเลอล่างปีกระบายนูเงียกระบาลเตอเชนโลบ้านคืนอันดักสมุดยักษ์มุยได้มีนประแวงประแหดลับแมดวินาชัยตามตุ่มหมระบาเวียประแหชิมีนกำลังสมาหนึ่งซัดเลเวลพรันสไดอันดักสมุดสำลังมือเชนโลพเนตรเจคือบุรมเนกนี่หอยได้บ้านสำรับสักเงียดระบาเวียเชชรันตู้ใบชีเวียในจำไงปรำหรือประมุยแมดปีเชนโลก็ด้อยสไดอันดักสมุดบันเบิกมอดดอททมระบาเวียให้โลดตัวโรกบาลระบาเชนโลประชมมุกหนึ่งการเวียประหารดอเลื่อนโดยเพลกประตอปิสไดอันดักสมุดเชนโลบันเตรียมคลื่นยางหลอให้เก็กบันย่างเงสรวนบันตอดโมเกบันเลียดได้ช่วงระบาเกให้จับกบาลสไดอันดักสมุดย่างจวบขณะไปได้กับดาวในพิบตัวเต Sword of the Void ระบาเกดอยไดสตัมมันตรำตายมันเพื่อไอเมียงระบุปันเนาะเตปันแต่เวียกบานเพื่อไอสดัดอันดักสมุดคังอย่างคลังพองใดเพลียมนู้ตึกดอกคลังคลาเจจรานบันเจงปีจนเลาะในสโนกหนึ่งเรียงกายระบอเวียเชนโลเบิร์กพเนกทุ้มให้ประยับเลงสดัดอันดักสมุดให้ปรา Void Walk ดัมเมเกตประสันบามันแมนโดยสา Void Walk เตเชนโลประกอบจิตรีจอมกาเวียประหานี้โดยปตอลหอยเชนโลสำลึงเมื่อสดัดอันดักสมุดโดยพเนกสตักสเตอร์ดามลอยเกมยังบำนองสำหรับสดัดอันดักสมุดให้ลูกโกนระบอเวียปันแต่แผนการระบอเกบ้านปราใจทูใบจิเกอายประโยชน์จมวยสดัดอันดักสมุดก็ได้วีหนึ่งปราสมัตพีระบอเกสเตอร์แต่อบักมืนทำพูล Void Walk เกอาจบัดบ้องชีวิตในครองปริธานชนังดอกรูถนักนี้โดยฉะนั้นเชนโลบันปราระเบิดบันล้ำดำใบเตียกเตียงสดัดอันดักสมุดไอเจนเตอร์ให้ Void Walk ตระลับตัวชนังวิงจิกซัดเกปัจจุบันโรเคยปวงอันดักบูนเคยสดัดอันดักสมุดตระลับหมกวิ่งเชนโลบันปรา Void Walk ดำใบรุดเก็กมาดองเตียดสดัดอันดักสมุดได้อีเหล่านี้ดังทาเวียบานเกเบาบานไส้กระหำได้กาคอกเป็ดจัดมวยสันตุบรรตอบโมเวียบานไฮลอย่างเลือนโจลตะกรงสมุดใจโดยเมียนบำนองสวายโรคได้กูระเบเวียดำไปช่วยสังกรัวโกนเจ้าระเบเวียเอาไว้ได้ King of the World เจ้าบ้านเกนึงตะทูลบานเชนโลเรอูโดยกันปวงอันดักตลบแต่มูลฐานวิงปีทั้งไงกรอยโมกเชนโลสรับแต่นึกเขินเก็บปรุงเปียงบีมนระบอกเกจิมือขมเอาชาวเกสัวไรส์ท้าต้าเมนกาฉลอยตอบไดเรเตเมนเรื่องกูเอฟอยากพาอัลปันต้าสุดแต่ขมิ้นกรวดถนักหักโดยจีสำนักในคางเกประสันบาไรส์นิยุทาขมิ้นปฏิกรรมเตเชนโลนึงจินเตยแต่ทั่วไอไรส์เงืองชงอลไรส์มันอาจโยธาเฮดเอาไว้บันจีเกมันอาจบรรโตจับอารมเชนโลขณะเปลแต่มีลิงก์1 มิลลิเนอร์แต่อาจตาสมรรถแพทย์ระบอกเกเมนประหยัดเปคูดาวสำหรับกูดาวแต่มวยหรือหมกเดาตีตั้งแต่บานปรุงเปรี้ยงขมอชาวนุปิดจีบานนอมขมอชาวมือเตียดปีจำไงเปเคยเชนโลปีจำไงขมอชาวนุจงอูลเตเกเฮานี่เอคลังทาจะไฟคือเวียนนั่งไงหรือแบบนี้ขมอชาวสกุมนุบังหันสนามอย่างย้ำดาอักเราะเหนือเลือมกระบาเวียหายบักกาเวประหากัดลุมโฮไดฟตอลตมร้งตัวเชนโลบักพนิกทุ่มหาเก็บราว Void Walk ฟิล์มดำเดเกตบักมิน Void Walk เดเก็บประกอบจีสลับหายฟิล์มนุขมอชาวสกุมนุบานรถตมรงมเกดอยลือบืนปิ้งตุ่มหมเชนโลฟอย่างพาเอาหนึ่งลือบืนระบักขมอเช้าโดยเก็ตถานี้เตยใต้ยังหอยนัดเลเวลประมูลขิมเชื่อแจ้เรื่องการดอสไตร์จงวยเลเวลประมูลปันใต้ปิดจีมันแมนเลเวลประมูลเตประสันบักขิมจูประแต่เวียขิมไอตรันแต่รถปูนเอาปีจอยทมอทมมุ้ยเชนโลสเตตมือขมอเช้าโดยปรงระยับนี้ปิดจีกูไอไผ่ใกล้นะปันตาไรส์บานเยธาสำนางระบักเกคือฟุตุคลังโดยมีแต่เรื่องพยับอัลหนึ่งก็มีกรธนะหากโดยจีดำนอสไตร์แต่มุ้ยกดคือปรา time accelerationเคลียมนุขมเอาชาวสกุมได้กดสมกวาลทาเชนโลบันบัดคลุนบานไส้คลังทาตาอังเติบแต่เปล่าสมัตเพียบเอาไว้ตาวิจิสมัตเพียบลุงหากหรือตาอังไอบังเรียนเคียงบ้านเตมุนไปเชนโลไอฉลายตอบระบังลุมฮักบิดจิตมวยบานเล็กลางจุมวิงเกเวียคือจีตรงลุมฮักแต่ตรื้อบานโรจนาลางอย่างพิเศษสำหรับการตบโต้หนึ่ง Void Walk เคยทาขมิ้นเพลย์เจงเชนโลขมิ้นจุมเรือเอาไว้คราวปีดอก Sword of the Void ระบอกเกให้กับตะเลือขมาวชายตัวจีอย่างนาก็ด้อยเกมันอายสมบัยแต่กับตำโลกากาปีระบอกขมาวชายครั้งหนึ่งชื่อจับขมาวเช้าบันกับตะเลือเชนโลด้อยกันยามระบอกเวียทั่วไอเกระบัวเชนโลมันสตักสเตอร์เตียเตให้บันเบิก Time Acceleration เพลียมตัวใบจีกาบรายบรัด Time Acceleration ประชมหนึ่งกาใบคริสตาก็ด้อยเวียคือจีจุมหรือแต่มือกดระบอกเกอะไรนี่โดยจือจะเลือกาเพียบประกอบระบอกไรส์ทาเกหนึ่งมีเรื่องฝยาฟ้าโดยกมินกรุธนักเกบันเบิกสมัตเพียบนู
នៅក្រោមការបង្កើនល្បឿននៃពេលវេលាខ្មៅឆៅ level 9 បានស្រែកហើយដួលទៅលើដី Chenlo សប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែមិនបានប្រមូល crystal ពី mutant ដែលស្លាប់ភ្លាមៗទេចុះបើវាកំពុងធ្វើពុតជាស្លាប់គេគិតក្នុងពេលជាមួយនោះខ្មៅឆៅដែលរឹងមាំនៅក្បែរនោះបានញាក់ភ្នែករបស់វាដោយមិនអាចជឿអ្វីដែលទើបតែបានកើតឡើងបន្ទាប់មកវាបានងាកក្រោយហើយរត់វាបានបរាជ័យក្នុងបេសកម្មសម្រាប់ Chenlo ហើយប្រសិនបើត្រូវចាប់បានវាប្រកាសជាត្រូវសម្លាប់ទោះជាយ៉ាងណាក៏ដោយវាមិនទាន់រត់បានឆ្ងាយទេនៅពេលដែល Chenlo បានរារាំងផ្លូវរបស់វាដោយប្រើ Void Walk យីអញពិតជាបាននាំមនុស្សមកសម្លាប់ខ្ញុំមែន Chenlo និយាយឬបែបនេះខ្មៅឆៅរឹងមាំនោះភ័យខ្លាចហើយសុំក្តីមេត្តាភ្លាមបងធំខ្ញុំមិនហ៊ានធ្វើទៀតទេសុំគុំសម្លាប់ខ្ញុំអញកំពុងនិយាយរឿងមិនសមហេតុផលអ្វីមិននឹងខ្ញុំអាចសម្លាប់អញបានធ្វើបួនខ្លះដែរយោងតាមកិច្ចគុំព្រៀងរបស់ខ្ញុំជំពាក់សាច់អញខ្លះ Chenlo ឆ្លើយតបចាំទុកកន្លែងដដែលក្នុងមួយសប្តាហ៍ទៀតនាំខ្មៅឆៅមួយទៀតមកយល់ទេកាន់គ្រីស្តាល់ថ្លាទំហំប៉ុនពងមួននៅក្នុងដៃ Chenlo សប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងគ្រីស្តាល់ធំបុននេះការឡើងទៅ level 7របស់ខ្ញុំគឺត្រូវបានធានាគេគិតភ្លាមនោះកូនចៅរបស់គេម្នាក់បានរត់មកបងធំឆេនខ្ញុំបានប្រមូលបញ្ជីឈ្មោះអ្នកប្រើប្រាស់សមត្ថភាពមួយចំនួនសម្រាប់បងពិនិត្យមើលនៅពេលអានបញ្ជីនោះភ្នែករបស់ Chenlo ភ្លឺឡើងជានយន្តចាំងសង្ស័យថា level 5ស្ទាត់ជំនាញ Earth Binding និង Earth Explosion ជំនាញប្រយុទ្ធល្អឥតខុសម្នាក់នេះអាចជាកម្រិតស្ដេចនៅពេលអនាគតទោះបីជាត្រឹមតែកម្រិតមធ្យមក៏ដោយគេនឹងក្លាយជាកូនចៅដ៏ល្អសម្រាប់ខ្ញុំ Chenlo បន្តមកបានបញ្ជាឲ្យប្រមូលព័ត៌មានលម្អិតអំពីជានយន្តចាំងក្នុងពេលជាមួយគ្នានោះសំឡេងរបស់ឈិនគួងបានបន្លឺឡើងពី intercom បងធំមានបរិមម្នាក់ឈ្មោះជាឆាន់កំពុងត្រូវបានគេតាមចាប់គេមករកយើងដើម្បីសុំសិទ្ធិជ្រកកោនគេសុខចិត្តផ្ដល់ Nature Crystal Level 7 Chenlo ពិចារណាមួយសន្ទុះមនុស្សនេះច្បាស់ជាមានបញ្ហាប៉ុន្តែខ្ញុំអាចប្រើឱកាសនេះដើម្បីប្រកាសកន្លែងជ្រកកោននៅពេលអនាគតនរណាម្នាក់ដែលអាចផ្ដល់អ្វីដែលមានតម្លៃនឹងទទួលបានការការពារពីខ្ញុំដោយមិនគិតពីអ ுக ្រិតកម្មរបស់គេឬនរណាដែលតាមចាប់គេ Chenlo បន្តមកបានណែនាំឈិនគួងផ្សព្វផ្សាយដំណឹងនេះខ្ញុំការពារជាឆាន់គ្មាននរណាម្នាក់អាចប៉ះពាល់គេបានទេអ្នកណាដែលចង់បានគេនឹងត្រូវដោះស្រាយជាមួយខ្ញុំអ្នកដែលមិនយល់ស្របស្វាគមន៍ឲ្យយកគេដោយខ្លួនឯងនៅម្ខាងទៀតកូនចៅម្នាក់បានស្រែកថាបងប្រុសសេងជាឆាន់បានយកគ្រីស្តាល់ឲ្យចូលទៅក្នុងមូលដ្ឋានរបស់ Chenlo ដឹងថា Chenlo មិនបុនដៃទេពួកគេមិនហ៊ានចូលប្រយុទ្ធបរិមម្នាក់ពាក់មុខខ្មៅបានដើរទៅទ្វារដែកធំមួយហើយកោះលោក Iron Lake ដល់វេនលោកទ្វារសកម្មភាព